บองโอนนาคลาดไอ้ก็ไอ้ก็เตียยำทำไอ้เหมือนบัดซอใบบุญไงให้น่าแต่เหมือนบัดเก้งก็เหมือนบานยำก็เหมือนบานจังจะเจเรื่องการงี้ก็เหมือนการปีโปรแต่ก็เพื่อไอ้รำคาญhaiថ្ងៃនេះខ្ញុំសូមមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនៅពេលដែលខ្ញុំក្អកគឺខ្ញុំតែងតែប្រើវិធីសាស្ត្រមួយនេះគឺខ្ញុំអត់សូវញ៉ាំថ្នាំពេទ្យទេឥឡូវនេះព្រោះវាមានប្រសិទ្ធភាពខ្ពស់សម្រាប់ខ្ញុំប៉ុន្តែសម្រាប់បងប្អូនដែលគាត់ជឿជាក់ជាមួយនឹងថ្នាំពេទ្យបងប្អូនអាចព្យាយាមញ៉ាំជាមួយថ្នាំពេទ្យបន្តទៀតបានចាតែសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំជាមួយនឹងជីត្រចៀកជ្រូកខ្ញុំនឹងដាក់នៅចុងវីដេអូនៃរូបភាពជីត្រចៀកជ្រូកនេះសម្រាប់បងប្អូនខ្លះគាត់ហៅឈ្មោះផ្សេងចាតែសម្រាប់ខាងខ្ញុំគឺហៅជីត្រចៀកជ្រូកអញ្ចឹងបងដែលគាត់អាចញ៉ាំបានគាត់អាចបេះត្រឹមតែ2ទៅ3សន្លឹកបានហើយបងព្រោះអីអានេះជីហ្នឹងគឺវាត្រជាក់អញ្ចឹងយើងញ៉ាំច្រើនក៏អាចប៉ះពាល់ដល់សុខភាពយើងដែរចាតែបើសិនជាបងប្អូនដែលញ៉ាំមិនបានជាមួយនឹងផ្ទាល់អញ្ចឹងបងអាចបេះប្រហែលជា5-6សន្លឹកទៅហើយបងលាងទឹកឲ្យស្អាតបងអាចលាយជាមួយនឹងទឹកជាឬក៏ទឹកដូងយកទៅក្រឡុកឬក៏បុកចាហើយបន្ទាប់មកបន្ថែមជាមួយនឹងទឹកឃ្មុំដើម្បីកាត់បន្ថយជាតិក្រពុលចាអញ្ចឹងបងប្អូនដែលក្អកខ្លាំងបងប្អូនអាចញ៉ាំមួយថ្ងៃ2ទៅ3ដងចាហើយសម្រាប់បងប្អូនដែលគាត់ក្អកតិចទេគឺគាត់អាចញ៉ាំមួយថ្ងៃម្ដងក៏បានដែរចាហើយសម្រាប់បងប្អូនណាដែលមានបទពិសោធន៍ធ្លាប់ញ៉ាំមានប្រសិទ្ធភាពបងអាចខមមិននៅខាងក្រោមដើម្បីចែកបទពិសោធន៍ទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូខាងក្រោយទៀតអរគុណជម្រាបលាបាយ